សួស្តីបងប្អូនជួបគ្នាជាមួយខ្ញុំបាននៅវីដេអូថ្មីទៀតហើយក្នុងថ្ងៃនេះគឺមកនេះគឺចង់ណែនាំបងប្អូនពីរបៀបក្នុងការបដោះស្រូវទុកសម្រាប់ឲ្យមាន់យើងស៊ីហើយជាដំបូងបងប្អូនយកស្រូវយើងធម្មតាហ្នឹងមកហើយបរិមាណសមរម្យបងប្អូនចង់ដាក់ប៉ុណ្ណាមាន់តាមមាន់ច្រើនមាន់តិចហើយយើងលាងទឹកវាលាងទឹកស្រូវនោះមកហើយយើងប្រមូលយកសណ្ដីប្រមូលយកសណ្ដីចោលយកសណ្ដីចោលឲ្យអស់បងប្អូនកុំឲ្យទុកព្រោះកាលណាយើងទុកទៅអាសណ្ដីហ្នឹងវាអត់ដោះទេយើងប្រមូលយកកាយយកឲ្យអស់ទៅយើងក៏លុបមួយទឹកពីរទឹកធ្វើម៉េចឲ្យវារៀងស្កាលយើងក៏វឹកលាងវាបីឲ្យអស់សណ្ដីហ្នឹងមកបាទដូចនៅក្នុងវីដេអូខ្ញុំបានបង្ហាញជូនបងប្អូនហ្នឹងតទៅយើងលាងហើយយើងចាក់ទឹកនឹងចោលចាក់ទឹកនឹងឲ្យអស់ទឹកចាស់នឹងកុំទុកវាព្រោះកាលណាយើងប្រើទឹកចាស់ទៅវាក៏កិច្ចហើយយើងបើកទឹកថ្មីចូលមកដាក់មកសមរម្យមកល្មមមកលិចស្រូវដើម្បីយើងយកនឹងស្រូវដែលយើងលាងហ្នឹងយកទៅផ្អាប់ទុកចំនួន1យប់បន្តមកទៀតយើងយកស្រូវហ្នឹងយកទៅត្រាំក្នុងធុងនឹងដដែលយើងយកដាក់ត្រាំ1យប់នៅកន្លែងមួយលុបមកដល់ពី1យប់ហើយបងប្អូនយកវាចេញយកទៅច្រកនៅក្នុងបេមួយហើយបេនោះសូមឲ្យបេនោះមានខ្យល់ចេញចូលល្អកុំឲ្យបេចិត្តអត់មានប្រឡោះខ្យល់ចេញចូលឬក៏ទឹកជ្រាបចឹងបងប្អូនចាក់វាចូលក្នុងទៅហើយយើងយកស្រូវដែលយើងចាក់ចូលក្នុងបេនោះយកទៅផ្អាប់ដាក់នៅក្នុងធុងនោះវិញហើយកុំឲ្យសោះទឹកអស់ទុកទឹកខ្លះដើម្បីយើងសួរត្រឡប់វាចូលឡើងឲ្យវាសើមស្រូវបាទបន្ទាប់ពីយើងផ្អាប់វាហើយចំនួន3យប់បងប្អូននឹងឃើញលទ្ធផលបែបនេះបាទគឺស្រូវយើងដោះបានវែងគួរសមមកល្មមយកឲ្យមាន់យើងស៊ីបាទមើលទៅល្អហើយក្នុងចន្លោះពេលនោះបងប្អូនអាចមើលវាបើសិនជាវាស្ងួតបងប្អូនគ្រាន់ត្រឡប់វាទៅក្រោមអញ្ចឹងណាត្រឡប់ទៅទឹកដែលនៅសេសសល់នោះវាធ្លាក់ទៅក្រោមទៅវាសើមស្រូវយើងអាក្រោមនឹងសើមត្រឡប់ចុះត្រឡប់ឡើងទៅវាសើមសពហើយវាដោះបានល្អបាទជាចុងក្រោយបងប្អូនគ្រាន់តែយកស្រូវដែលយើងបានត្រាំបដោះហ្នឹងយកទៅសើមជាមួយទឹកតិចមកដើម្បីយកទៅឲ្យមាន់យើងស៊ីតើកាលណាយើងផ្សើមវាមាន់យើងក៏ស្រួលស៊ីដែរបើសិនជាបងប្អូនអត់ផ្សើមទេក៏បានគាត់ថាពេលយើងផ្សើមទៅមាន់យើងវាស្រួលក្នុងការលេបហើយជំនួយក្នុងការរំលាយអាហាររបស់មាន់ដែរបាទចំពោះអត្ថប្រយោជន៍មាន់ស៊ីស្រូវបដោះគឺមាន់មានសុខភាពល្អឆាប់ធំធាត់និងឆាប់បានទទួលបានទិន្នផលចឹងបើបងប្អូនមានចំណាប់អារម្មណ៍អីបងប្អូនអាចសាកល្បងតាមវិធីខ្ញុំបានបាទវីដេអូខ្ញុំបានក្នុងថ្ងៃនេះមានតែប៉ុណ្្នឹងទេបើបងប្អូនមានចម្ងល់អីបងប្អូនអាចសាកសួរក្នុង comment បានបាទអរគុណ